សុទ្ធតែកំពូលម៉ាស៊ីនឯងបងតែមួយឈុតនេះគាត់អត់មានយកទៅរានសំណងរានអីទេបងប្រើ gaming សុទ្ធតែម្ដងរៀបស្បាច់ i7 14កតុយ K បងអញ្ចឹងពួកកតុយ K នេះវាខ្លាក់ពោះយើងរានលឿនមែនទែនតកតងជាមួយនឹង game មួយអីបងហើយជាមួយនឹង RAM 52G បតប្រភេទពួក MSI B760 EDR5 បងហើយបតនេះឃើញទូអញ្ចឹងតែរានបានពេញល្បឿនបងជាមួយនឹង cooler សង្ហា3ហើយអ្វីដែលកាន់ពិសេសហ្នឹងយើងរៀបជាមួយនឹងកេសមកថ្មីបងអាកេសថ្មីនេះម៉ូដវាស្អាតមែនតើវាកម្ពស់វាទាបតែវាវែងមកហើយវាមានភ្លើង LED ខាងមុខទេបងហើយជាមួយនឹង power supply MSI ផ្ទាល់ហ្មងអញ្ចឹងឈុតនេះ MSI សុតហ្មងបងជាមួយនឹងកាតពួក Zotac 50 Ti បងហើយកាត Zotac នេះក្រាស់បងបាច់ភ័យថារឿងកម្ដៅឃើញកេសតូចចឹងទៅយើងគិតថាម៉ាស៊ីននេះរានយូរមកអត់បានបាច់ភ័យបងរាន3 4ថ្ងៃចោលក៏បានដែរ cooler យើងបាក់ប្រើពួក Asus Prime ហើយ Asus នេះបងរាន band ឆ្មាកអីធានា performance អែមហ្មងព្រោះវាបញ្ចេញឆោក្ដៅបានល្អហើយអត់សូវថ្លង់ទេទាំងហាល Asus អា liquid cooler មកថ្មីហ្នឹងហើយអ្វីពិសេសហ្នឹងកេសហ្នឹងវាមកភ្លើងពីមុខវារឿងបងឃើញអញ្ចឹងស្អាតមែនតើ LED style មកថ្មីបើសិនជាបងមានចំណាប់អារម្មណ៍ចង់រៀបឈុតធូរថ្លៃត្រឹមប្រាក់តាម600ឈុតបាត់ចិត្តអីក៏មានច្រើនមែនទេតើតោះមួយ TK Custom យើងអរគុណច្រើនបង